បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានបាទធ្វើការបាទសម្អាតទ្រុងមាន់ដែលចាស់ហ្នឹងណាទ្រុងមាន់ហ្នឹងគឺយើងធ្វើការចាប់មាន់ហ្នឹងចេញយកទៅដាក់ទ្រុងថ្មីខាងកើតនោះហើយឥឡូវយើងបាទមុននឹងដាក់កូនមាន់ជាបន្តគឺយើងធ្វើការសម្អាតបាទដោះរុះអាចក្រៀមវាចោលឲ្យអស់ដើម្បីឲ្យវាបាទស្អាតទាំងមេរោគទាំងអីទាំងអស់ហ្នឹងណាហើយរនាបហ្នឹងគឺរនាបរស័យអញ្ចឹងយើងធ្វើការឈូសវាចោលទម្លាក់អាចទៅក្រោមបាទនិយាយទៅការចិញ្ចឹមមាន់បាទរាល់ថ្ងៃហ្នឹងគឺយើងបានទាំងអាចបានទាំងសាច់វាចំណេញបានច្រើនអញ្ចឹងទៅហើយយើងធ្វើការរុះវាចេញដើម្បីកុំឲ្យវាចិត្តរុនចិត្តអីទៅវាអាចទៅវាអត់ជ្រុះទៅក្រោមទេដោយសារតែវាចិត្តប្រហោងអានៀបអញ្ចឹងណាហើយអានេះមុនពេលដែលយើងដាក់កូនមាន់ហ្នឹងគឺយើងត្រូវការបាទរុះវាចឹងតែរហូតហ្នឹងដើម្បីកុំឲ្យវាមានអាចនឹងកកនៅនឹងស្ទះច្រើនអញ្ចឹងទៅវាកូនមាន់វាចិញ្ចឹមក៏អត់ងាយធំធាត់ដែរដោយសារតែមើលទៅវាពិបាកមើលអញ្ចឹងទៅហើយបន្ទាប់ពីយើងធ្វើការរុះសម្អាតហើយគឺយើងធ្វើការលើកបាទកូនមាន់នេះបាទបងប្អូនដោយសារជាវាចង្អៀតណាយើងនៅត្រង់ទូចអញ្ចឹងទៅវាធំទៅវាត្រូវការផ្លាស់ប្ដូរត្រង់ដែរអញ្ចឹងបើយើងទុកវានៅហ្នឹងវាពិបាកដោយសារតែវាត្រូវការដូរត្រង់ចេញបងប្អូនបាទឥឡូវយើងត្រូវការដាក់ត្រង់ថ្មីទៅដើម្បីឲ្យវាទលាយខ្លួនបាទនៅក្នុងត្រង់ហ្នឹងគឺវាចង្អៀតអញ្ចឹងណាហើយណេះវិញនិយាយថាអូយជួយដល់កមិនជួយអីជួយចាប់កូនមាន់លេងបាទហើយយើងធ្វើការបាទចាប់វាខ្លះរត់ចេញក្នុងក្រៅត្រង់បងប្អូនបាទនេះធំហើយប៉ុន្តែយើងអត់ទាន់ដូរចំណីទេយើងធ្វើការចាប់វាដាក់ចូលក្នុងបាទប្រហែលជា20ជាងបងប្អូនហើយត្រង់ដែលយើងកំពុងតែដាក់ហ្នឹងគឺយើងធ្វើការដាក់កូនមាន់ទើបនឹងញាស់មកតង់ទៀតបាទនិយាយទៅតគ្នាតែម្ដងបាទកូនមាន់កំពុងដើរដីហ្នឹងពីសំបុកយើងអត់ទាន់មានត្រង់ដាក់ទេអញ្ចឹងយើងធ្វើការចាប់អានេះដាក់ត្រង់ធំយកអាត្រង់ហ្នឹងដាក់អាតូចជាងហ្នឹងទៀតនិយាយថាដាក់តម្រាំទៅដល់អាត្រង់ធំគឺវាឆ្លងកាត់ពី3ដំណាក់កាលពុកម៉ែបងប្អូនហើយមិនងាយស្រួលទេហើយម៉ែបងប្អូនយើងនៅផ្ទះយើងនៅស្រុកស្រែអត់មានអីមានតែចិញ្ចឹមសត្វហ្នឹងហើយទុកជាម្ហូបអីចឹងណាប្រចាំថ្ងៃបងប្អូនហើយវីដេអូហ្នឹងគឺសុំតែប៉ុណ្្នឹងទេណាបងប្អូនអរគ្នាហើយកុំភ្លេចបាទជួយបាទចែករំលែកវីដេអូអ្នកនុយផងអរគុណច្រើនណាបងប្អូនអរគ្នាបាយបាយ